សួស្តីប្រិយមិត្តអរគ្នាដែលគ្រាន់តែឃើញមីហ្នឹងក៏យើងដឹងថាខ្ញុំកំពុងតែធ្វើស្អីដែរហ្នឹងអញ្ចឹងឥឡូវដែលខ្ញុំមកធ្វើមីឆុងញ៉ាំអញ្ចឹងណាបែរលក្ខណៈមិនធម្មតាគេហូបមីគេអែតមួយតកួនសាឡាត់ស្ពៃផ្សិតអីចឹងទៅហើយខ្ញុំនេះហូបមីដាក់ជាមួយនឹងម្រះព្រៅហើយខ្ញុំដឹងថាណាគេខ្លះដូចខ្ញុំខ្លះហើយមួយថ្ងៃនេះដែរគ្រូសាខ្ញុំក៏ទៅពេញហើយខ្ញុំអត់មានសារចូលផ្ទះហើយរៀងខ្លាំងដែរហ្នឹង5ថ្ងៃដែរណាគ្នាមីជាប់គ្នារហូតហើយខ្ញុំខ្លាចតងាប់អីចឹងទៅពីពួកអីមីគេហាមឃាត់ច្រើនដែរគឺកំប៉ុងវិញក៏ឈ្នះដែរមួយថ្ងៃហ្នឹងសុទ្ធដែរហ្នឹងធ្វើការក៏គ្រឿងកំប៉ុងមកផ្ទះក៏គ្រឿងកំប៉ុងហើយមួយថ្ងៃហ្នឹងដែរខ្ញុំជិះរៀងគៀពេកដែរអញ្ចឹងណាខ្ញុំមើលលេខពេកលេខអីធៀបមកហើយអញ្ចឹងណាស្រួលយើងអត់សូវស្រួលដាក់ទៅប្រោយហើយចុងខែនេះបានលុយមករកទិញលេលៀបហើយអ្នកគ្នាព្រោះឯសារតែងសបោខ្ញុំគឺខ្មៅខ្លាំងមែនតើខ្ញុំតលៀបលេអស់មួយលានកំប៉ុងទៅក៏វាមិនងាយសដែរណាគ្នាបលេងឲ្យតែខ្លីខោជើងខ្លីអីកដាថ្ងៃអីងាប់ហើយបើម្រះព្រៅនៅផ្ទះខ្ញុំវិញគឺខ្ញុំអត់ស្រន់ចឹងទេណាគ្នាគឺខ្ញុំកាត់មកដាក់ចូលក្នុងមីហ្មងប៉ុន្តែអានេះម្រះព្រៅដែលខ្ញុំទិញមកពីគេចឹងទៅខ្ញុំស្រស់ស្រួលអីចឹងណាព្រោះឲ្យខ្លាចគីមីដែរឥឡូវគីមីសាហាវណាគ្នាអើយបន្លែធម្មជាតិវាគ្មានទេធម្មជាតិមានតែគីមីបើចង់ទិញធម្មជាតិតើមើលអ៊ំណាដែលគាត់បេះបន្លែតិចតួចយកមកលក់អីហ្នឹងហើយអាហ្នឹងគេហៅធម្មជាតិបើលេងមកទឹកដុំអីអាហ្នឹងមែនទេនេះឃើញវីដេអូហ្នឹងអីហើយកុំប្រកាន់ណាព្រោះសារតែខ្ញុំធ្វើនេះយើងដាក់ដែរទេព្រោះយើងហូបខ្លួនឯងចឹងណាមិនអនាម័យខ្លាំងពេកទេណាគ្នាហូបខ្លួនឯងខ្វល់ទេខ្ញុំដាក់យកចឹងប៉ុន្តែមនុស្សខ្ញុំអនាម័យដែរកុំថាមិនរੂអីមួយអីអត់ងាយទេប៉ុន្តែគាត់ថាមកហូបចេញមកដូចឆ្កែដូចកន្លែងដូចបាយឆ្កែវិញណាគ្នា